រើសអេតចាយហ្នឹងតាំងពីខ្ញុំនៅទូចរៀនប្រើខ្ញុំរើសប្រើខ្ញុំរើសមានជួរ10ទឹកសុទ្ធមានមញោមមានដែកដល់ពេលជួរ10ទឹកសុទ្ធទឹកអីទៅយើងបានមកបាវទៅយើងទុកឲ្យបានជ្រែលក់ក្នុងមួយថ្ងៃខ្ញុំរើសបាន5ទៅ6នាទីព្រឹកដល់ល្ងាចអូបើនិយាយទៅរើសជួបច្រើនបញ្ហាទី1គឺក្លិនក្តៅខ្យល់មកហុយចូលភ្នែកពេលខ្លះមុតវែងដូចគោលមានមជុលជួបគ្រប់បែបយ៉ាងតែថាដូចពួកខ្ញុំអត់មានជាដើមទុនអីមានតែកម្លាំងគឺទោះតែជួបបញ្ហាក៏សុខចិត្តនៅតស៊ូរើសដែរបើសម្រាមគេបោះចោលកាន់តែច្រើនបើយើងអត់រើសទៀតគឺសម្រាមនៅកហើយអាជាតិផ្លាស្ទិកហ្នឹងគឺអត់រលាយទេអញ្ចឹងបើយើងបានរើសយកទៅកែច្នៃទៅមានប្រយោជន៍យើងរើសទៅហើយយើងក៏មានថវិកាបានឲ្យកូនយើងសិក្សារៀនសូត្រអញ្ចឹងខ្ញុំគិតថាការងាររើសអេតចាយនេះទោះតែគេមិនឲ្យម្លាយក៏ខ្ញុំសប្បាយចិត្តនឹងធ្វើដែរព្រោះយើងអត់ទៅលួចប្លន់គេ